អូខេសួស្តីទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel របស់ Admin ប៉ែទាំងអស់គ្នាហើយនៅក្នុងថ្ងៃនេះ Admin ធ្វើការសម្រាយរឿងរបស់យើងដែលមានចំណងជើងថាអាចិន Creative Activate ដែលជាភាគ9ចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាកំសាន្តហើយដើម្បីកុំឲ្យខាតពេលយូរចង់នឹងថាខ្សែរឿងរបស់យើងនឹងទៅជាយ៉ាងណាតាមដានទស្សនាជាមួយនឹង Admin ប៉ែទាំងអស់គ្នាដូចតទៅដោយបន្តពីភាគមុនហ្នឹងលោកមេវិជាការគិងគួររបស់យើងហ្នឹងក៏បានយកទូរស័ព្ទមួយហ្នឹងឲ្យទូប្រុសរបស់យើងនិយាយជាមួយនឹងកូនស្រីរបស់គាត់ជាលើកចុងក្រោយហើយបន្តប៉ុណ្ណោះហ្នឹងគាត់ក៏បាននិយាយថាភារកិច្ចរបស់ឯងគឺលេលុតអីឥឡូវនេះអាចត្រូវចាប់ខ្លួនឯងហើយបញ្ជូនទៅកូរ៉េខាងជើងហើយបងគីមរបស់យើងហ្នឹងក៏មិនបានប្រកែកអីជាមួយគេនោះដែរដោយសារតែខ្លាចគេធ្វើបាបកូនស្រីរបស់គាត់ហ្នឹងអ្នកនរគ្នាព្រោះក្រោយមកហ្នឹងគេក៏បានបញ្ជូនបងគីមរបស់យើងហ្នឹងដើម្បីទៅប៉ូប៉ូលីសហើយមកនិយាយអំពីបងហាន់ស៊ូជាមួយនឹងបងកម្មាប់របស់យើងនេះវិញនៅក្នុងពេលនេះហ្នឹងពួកគេកំពុងតែពិភាក្សាគ្នាថាតើគូទៅជួយបងគីមរបស់យើងត្រឡប់មកវិញអត់ហើយបងកម្មាប់របស់យើងនៅក្នុងពេលនោះហ្នឹងគាត់ក៏បាននិយាយប្រាប់ទៅកាន់បងហាន់ស៊ូថាមិនបាច់ទៅជួយវាទៅដែរអ្វីទៅជើខ្លាចចង្កប់អីភ័យអីតែបងហាន់ស៊ូគាត់ក៏បាននិយាយតបទៅកាន់បងកម្មាប់របស់យើងវិញថាអាសំចេញអាពេលស៊ីស៊ុបគេប៉ៅស៊ីរហូតដល់ពេលគេមានទុកធ្វើឯងចង់ទៅជួយដាក់អាផ្លោកហើយបើឯងទៅជួយវាទេទុកអាចទៅជួយវាឯងក៏បានដែរហើយបងកម្មារបស់យើងនៅក្នុងពេលហ្នឹងគាត់ក៏បានយកព្រមទៅជាមួយបងហាន់ស៊ូដែរប៉ុន្តែមុនពេលដែលគាត់ទៅហ្នឹងគាត់បានធ្វើការផឹកអាថ្នាំជំនួយឈុតសរសៃណាអ្នកនរគ្នាដើម្បីឲ្យសរសៃរបស់គាត់ហ្នឹងវាយឺតអញ្ចឹងទៅអូយស្រួលវាយគ្នាទៅកាបងហើយមកនិយាយពីបងឃីមរបស់យើងនេះវិញនៅក្នុងពេលហ្នឹងគាត់ក៏បានមកជួបជាមួយលោកប្រធានជូហើយពេលដែលបានមកជួបជាមួយលោកប្រធានជូភ្លាមហ្នឹងបងឃីមគាត់ក៏បានសួរទៅកាន់លោកប្រធានជូថាអូយបាច់បានមកជួបឯងវិញក្រែងបញ្ជូតអាចទៅកាន់មេធំអីដើម្បីដាក់ទោសតាមច្បាប់អីហើយលោកប្រធានជូស្ញគាត់ក៏បានតបទៅកាន់បងឃីមរបស់យើងវិញថាអីដាក់ទោសតាមច្បាប់បាច់អញខំសោកប៉ាន់គេអស់លុយលើបញ្ជាទីដើម្បីយកឯងបោសោកសឹកឯងមកធ្វើដាក់ទោសតាមច្បាប់បងឃីមរបស់យើងនៅពេលដែលលឺសូរបែបហ្នឹងភ្លាមហ្នឹងគាត់ក៏បានដឹងផ្លែតថាអ្នកដែលបានក្បត់ជាតិចូលដៃចូលជើងជាមួយនឹងពួកកូរ៉េខាងជើងហ្នឹងគឺជាលោកប្រធានជូនឹងឯងហើយនិយាយហើយហ្នឹងលោកប្រធានជូស្ញហ្នឹងគាត់ក៏បានទាញកាភ្លើងរបស់គាត់ដើម្បីមកសម្លាប់បងឃីមរបស់យើងចោលប៉ុន្តែមានណានៅពេលដែលគាត់កំពុងតែភ្លេចខ្លួនហ្នឹងបងឃីមគាត់ក៏បានដណ្ដើមកាភ្លើងមកបានហើយក៏បានចាត់ការទៅលើកូនចៅរបស់លោកប្រធានជូស្ញអស់លីងតែម្ដងហើយនៅក្នុងពេលហ្នឹងបងកម្មាប់ជាមួយនឹងបងហាន់ស៊ូហ្នឹងក៏បានធ្វើដំណើរមកដល់កន្លែងមួយហ្នឹងដូចគ្នាហើយបងឃីមរបស់យើងគាត់ក៏បានយកកាភ្លើងរបស់គាត់ហ្នឹងភ្ជង់ទៅលើក្បាលរបស់លោកប្រធានជូវិញហើយលោកប្រធានជូនៅក្នុងពេលហ្នឹងគឺពិតជាញ័រផ្លោកខ្លាំងមែនទែនហើយក៏បានសុំវល់ឲ្យបងឃីមហ្នឹងកុំសម្លាប់គាត់អីចាំគាត់ទៅតាមជួយរកលោកប្រធានរីអ៊ឹងហ្នឹងឲ្យគាត់វិញហើយមកនិយាយអំពីលោកប្រធានរីអ៊ឹងនេះវិញនៅក្នុងពេលហ្នឹងគាត់ក៏បានមកជួបជាមួយនឹងមេធំរបស់គាត់ហើយមេធំនៅក្នុងពេលហ្នឹងគាត់ក៏បាននិយាយថាតើឯងបានយកនៅឯកសារសម្ងាត់ហ្នឹងទៅទុកនៅឯណាហើយមូលហេតុដែលគេមិនតន់សម្លាប់លោកប្រធានមុខយ៉ាំហ្នឹងគឺដោយសារតែលោកប្រធានមុខយ៉ាំហ្នឹងលាក់នៅឯកសារសម្ងាត់ហ្នឹងអញ្ចឹងណាហើយចំណែកបងឃីមជាមួយនឹងគ្នារបស់គាត់នៅក្នុងពេលហ្នឹងគឺបានបើកឡានត្រឡប់មកវិញហើយក៏បានមកជួបជាមួយនឹងចៅស្អាតសាំងអាជាមួយនឹងពូបោកអូតហើយលោកពូបោកអូតហ្នឹងគាត់ក៏បានធ្វើការបង្ហោះដ្រូនដល់កញ្ចាស់របស់គាត់ដើម្បីសង្កេតមើលស្ថានភាពនៅជុំវិញកន្លែងមួយហ្នឹងហើយចំណែកចៅស្អាតសាំងអាហ្នឹងគឺគាត់បានធ្វើការឆែកមើលនៅកុំព្យូទ័ររបស់គាត់ហើយនៅក្នុងពេលនោះហ្នឹងគាត់ក៏បានប្រាប់ទៅកាន់បងឃីមរបស់យើងថានៅជុំវិញកន្លែងរីសតមួយនេះគឺមានទាហានការពារច្រើនខ្លាំងមែនទែនមានទាំងអ្នកនៅក្នុងប្រទេសនិងអ្នកនៅក្រៅប្រទេសលក្ខណៈថាមានទាំងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងណាហើយបងឃីមនៅក្នុងពេលនោះហ្នឹងគាត់ក៏បានមកនិយាយជាមួយនឹងលោកប្រធានជូថាបើសិនជួយអបិមេវិជាការរីអ៊ឹងនឹងចេញមកវិញបានសម្រេចហ្នឹងលោកប្រធានជូគឺមិនស្លាប់នោះទេក៏ប៉ុន្តែបើសិនជាជួយមិនបានហ្នឹងដាច់ផ្លោកអាឌីងហើយលោកប្រធានជូនៅក្នុងពេលនោះហ្នឹងដោយសារតែគាត់ខ្លាចដាច់ផ្លោកហ្នឹងគាត់ក៏បានប្រាប់ពីផ្លូវសម្ងាត់ដល់បងឃីមរបស់យើងហើយពួកគេនៅក្នុងពេលហ្នឹងគឺបានរៀបចំផែនការរបស់ពួកគេហើយដែលគេបានរៀបចំផែនការយកឡានបោកកៅអៅហ្នឹងដើម្បីទៅយកលោកមេវិជាការរីអ៊ឹងដាក់ចូលទៅក្នុងឡានមួយហ្នឹងហើយបើកចេញពីកន្លែងហ្នឹងទៅហើយលោកពូបោកអូននៅក្នុងពេលនោះគាត់ក៏បាននិយាយថាមិនបាច់ភ័យទេគាត់មានឡានកញ្ចាស់មួយគឺជាឡានសម្រាប់ដឹកកៅអៅយកទៅបោកអីចឹងណាហើយក្រោយមកទៀតហ្នឹងពួកគេក៏បាននាំគ្នាបើកឡានដល់ brand មួយហ្នឹងដឹកលោកប្រធានជូចូលទៅក្នុង resort ហើយមិនតែប៉ុណ្ណោះពួកគេក៏បានយកកំភ្លើងភ្ជង់លោកប្រធានជូដើម្បីឲ្យប្រធានជូហ្នឹងប្រាប់ផ្លូវសម្ងាត់ដល់ពួកគេហើយនៅពេលដែលពួកគេកំពុងតែធ្វើការជិះចដាយន្តតាមផ្លូវសម្ងាត់ឡើងទៅបន្ទប់របស់ប្រធានធំហ្នឹងបងហាន់ស៊ូជាមួយនឹងបងកម្មារបស់យើងហ្នឹងក៏បានធ្វើការមើលមុខរបស់លោកប្រធានជូហើយក៏បានគិតនៅក្នុងចិត្តថាអាចោផ្លោកវាកុំតែខ្លាយរ៉ូមីនជីមឃើញទេឯងអីបួលផ្លោកឯងកងងមកក្រោយមកពួកគេក៏បាននាំគ្នាចូលមកដល់ក្នុងកន្លែងលោកប្រធានធំហើយកន្លែងមួយហ្នឹងគឺជាកន្លែងរបស់លោកប្រធានជូកាលពីមុនណាក្រោយមកពួកគេក៏បាននាំគ្នាចែកជើងគ្នាដើររមើលនៅកន្លែងសម្ងាត់ផ្សេងៗចំណែកលោកប្រធានជូនៅពេលដែលឃើញពួកគេកំពុងតែភ្លេចខ្លួនហ្នឹងគាត់ក៏បានលួចផ្ញើសារមួយចេញទៅខាងក្រៅដែលក្នុងសារហ្នឹងគាត់ក៏បាននិយាយថារៀបចំរៀបរយហើយក្រោយមកទៀតហ្នឹងបងកម្មារបស់យើងគាត់ក៏បានធ្វើការកម្មង់អាហារដើម្បីយកមកញ៉ាំក្រោយមកក៏មានបុគ្គលិក2នាក់ហ្នឹងបានចូលមកដល់កន្លែងមួយហ្នឹងហើយចំណែកបុគ្គលិក2នាក់ហ្នឹងគឺពិតជាចម្លែកខ្លាំងមែនទែននៅពេលដែលឃើញលោកប្រធានជូត្រូវបានគេចាប់ចងហើយនឹងឃើញនៅអាវុធយ៉ាងច្រើនពេញនៅលើតុហើយហ្នឹងពួកគេមិនបានភ័យខ្លាចនោះទេបែរទៅជានាំគ្នាញញឹមទៅវិញហើយដល់ពេលដែលញញឹមហើយហ្នឹងពួកគេក៏បាននាំគ្នាចាក់ចេញពីកន្លែងមួយហ្នឹងប៉ុន្តែបងកម្មារបស់យើងហ្នឹងមិនឲ្យពួកគេចេញទៅនោះទេក្រោយមកបងកម្មារបស់យើងក៏បានចាត់ការពីនឹងចោលតែម្ដងហើយក៏បានយកកៅអៅរបស់ពួកគេហ្នឹងយកមកធ្វើការពាក់ធ្វើយ៉ាងសង្ហាគឺចៅស្អាតសាំងអាហ្នឹងក៏បានពាក់កៅអៅនេះអំរ៉ាហ្នឹងដែរហើយក្រោយមកទៀតហ្នឹងពួកគេក៏បាននាំគ្នាចេញប្រតិបត្តិការដោយបងហាន់ស៊ូគាត់ក៏បានចូលទៅពួននៅក្នុងអតេសសម្រាប់ដឹកអាហារណាអ្នកនរគ្នាចំណែកបងឃីមរបស់យើងក៏បានទៅឈរចាំពួកគេនៅខាងក្រៅអគារហើយសម្លៀកបំពាក់របស់បងឃីមគឺសុទ្ធតែឧបករណ៍ពេញនឹងឯងដោយភ
ភារកិច្ចរបស់ពួកគេនឹងគឺត្រូវចំណាយពេលត្រឹមតែ10នាទីតែប៉ុណ្ណោះរួចបើលើសពីនោះប្រហែលជាវេទនាអញ្ចឹងធ្វើយ៉ាងណាក៏ដោយកុំឲ្យលើសពី10នាទីក្រោយមកបងក៏មកជាមួយនឹងចៅស្អាតសាំងអារបស់យើងនឹងក៏បាននាំគ្នាធ្វើដំណើរមកដល់កន្លែងបន្ទប់មួយចៅស្អាតសាំងអានៅក្នុងពេលនោះគាត់ក៏បានគោះទ្វារហើយក៏បាននិយាយថារួចមកហូបអាហារដែលលើកកំងបានមកដល់ហើយចាចំណែកអ្នកនៅក្នុងបន្ទប់នោះគឺពិតជាឆ្ងល់ខ្លាំងមែនទែនដោយសារតែពួកគេនឹងបានកំងអាហារអីផងហ្នឹងហេតុអីបានជាមានអាហារបញ្ជូនមកអញ្ចឹងពួកគេក៏បានបញ្ញាធ្វើការបើកទ្វារមើលគ្រាន់តែបើកទ្វារមកភ្លាមហ្នឹងបងហាន់ស៊ូហ្នឹងក៏បានចេញពីក្នុងអាតេសសម្រាប់រុញដឹកអាហារហ្នឹងចាត់ការទៅលើពួកគេតែម្ដងក្រោយមកនៅពេលដែលពួកគេទាំង3នាក់បានចាត់ការបុគ្គលិកនៅក្នុងកន្លែងមួយនឹងសម្រាប់ហើយហ្នឹងពួកគេក៏បានបញ្ញាទៅធ្វើការឆែកមើលនៅកុំព្យូទ័រហើយនឹងកាមេរ៉ាសុវត្ថិភាពហើយនៅពេលដែលពួកគេបានមើលនៅកាមេរ៉ាសុវត្ថិភាពហើយហ្នឹងពួកគេក៏បានដឹងថាលោកប្រធានមុខយ៉ាប់នៅក្នុងពេលហ្នឹងគឺត្រូវបានគេយកទៅឃុំឃាំងនៅក្នុងបន្ទប់សម្ងាត់មួយចៅស្អាតគាត់ក៏បានបញ្ជូនព័ត៌មានមួយហ្នឹងទៅឲ្យបងសង្ហារបស់យើងហើយចំណែកបងឃឹមនៅពេលដែលបានទទួលព័ត៌មានទាំងអស់ហ្នឹងហើយហ្នឹងគាត់ក៏បានបញ្ញាទៅក្នុងបន្ទប់ដែលគេបានឃុំឃាំងលោកប្រធានមុខយ៉ាប់តែម្ដងនៅពេលដែលគាត់បានទៅដល់ហ្នឹងក៏បានឃើញថាលោកប្រធានមុខយ៉ាប់នៅក្នុងពេលហ្នឹងគឺគេកំពុងតែធ្វើបាបគាត់ហើយបងឃឹមនៅពេលដែលឃើញស្ថានភាពមិនសូវស្រួលហ្នឹងគាត់ក៏បានរត់ពូនសិនចំណែកលោកប្រធានមុខយ៉ាប់នៅពេលដែលគេធ្វើទរណកម្មសួរចម្លើយហ្នឹងគាត់ក៏បាននិយាយថាគាត់មិនបានបញ្ជូនព័ត៌មានសម្ងាត់ឲ្យខាងណាមួយនោះទេហើយក្នុងពេលហ្នឹងលោកប្រធានធំហ្នឹងគាត់ក៏បានដើរចូលមកហើយគាត់ហ្នឹងគឺជាកម្ពូលអ្នកធ្វើទរណកម្មណាក្នុងពេលហ្នឹងគាត់ក៏បានបញ្ជាកូនចៅរបស់គាត់ឲ្យចេញពីកន្លែងមួយហ្នឹងអស់ទៅរួចទុកតែប្រមាណអ្នកបានហើយនៅពេលដែលកូនចៅរបស់គេបានចេញទៅអស់ហ្នឹងលោកប្រធានហ្នឹងគាត់ក៏បាននិយាយការពិតប្រាប់ទៅកាន់លោកប្រធានមុខយ៉ាប់របស់យើងថាបើសិនជាឯងព្រមឲ្យឯកសារសម្ងាត់នោះមកខ្ញុំនឹងឲ្យលុយឯងចំនួន$8 លានហើយនឹងបញ្ជូនឯងទៅរស់នៅក្នុងប្រទេសផ្សេងទៀតឲ្យមានសុវត្ថិភាពហើយបើសិនជាលោកប្រធានមុខយ៉ាប់មិនព្រមប្រាប់គេថាឯកសារសម្ងាត់នៅណាហ្នឹងក៏មិនជាបញ្ហាដែរដោយសារតែគេបានដឹងថាលោកប្រធានហ្នឹងយកទម្លាក់នៅណាហើយនៅក្នុងពេលនោះលោកប្រធានហ្នឹងក៏បានទាញកាភ្លើងយកមកភ្ជង់លោកប្រធានមុខយ៉ាប់តែម្ដងប៉ុន្តែរំពេញនោះហ្នឹងទូប្រុសរបស់យើងគាត់ក៏បានចេញមកតន់ហើយក៏បានគម្រាមទៅកាន់លោកប្រធានសង្ហាហ្នឹងថាបើសិនជាមិនចង់ងាប់ទេហ្នឹងបាញ់និយាយទាំងអស់នៅស្ងៀមហើយមកនិយាយអំពីចៅស្អាតសាំងអារបស់យើងនេះវិញក្នុងពេលហ្នឹងគាត់ក៏ចាប់ផ្ដើមធ្វើការងាររបស់គាត់ហើយដោយចាត់ការទៅលើបុគ្គលិកនៅក្នុងកន្លែងមួយហ្នឹងហើយចំណែកបងកំម៉ាប់ជាមួយនឹងបងហាន់ស៊ូរបស់យើងនេះវិញគាត់ក៏បានវាយគ្នាជាមួយនឹងកូនចៅរបស់ពួកអបិមេវិជាការនឹងយ៉ាងច្រើនណាស់ប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់បងសង្ហាទាំងពីររបស់យើងនោះទេដោយពួកគេបានចាត់ការទៅលើពួកកូរ៉េខាងជើងហ្នឹងយ៉ាងស៊ីផុយហើយពួកកូរ៉េខាងជើងនៅក្នុងពេលហ្នឹងគឺចាប់ផ្ដើមដឹងថានៅក្នុងបន្ទប់ហ្នឹងគឺមានគេបុករុកចូលមកហើយចៅស្អាតសាំងអានៅក្នុងពេលហ្នឹងគាត់ក៏បានរាយការណ៍ប្រាប់ទៅកាន់បងឃឹមថាពួកកូរ៉េខាងជើងហ្នឹងវាបានដឹងខ្លួនហើយពួកកូរ៉េខាងជើងនៅក្នុងពេលហ្នឹងគឺបានធ្វើការផ្ដាច់ភ្លើងនៅក្នុងអគារមួយនេះទាំងអស់ហើយស្ថានភាពនៅក្នុងពេលហ្នឹងគឺងងឹតឈឹងតែម្ដងវាពិតជាវេទនាខ្លាំងមែនទែនអាបិកូរ៉េខាងជើងម្នាក់ហ្នឹងគាត់ក៏បានធ្វើការទាញដីកេះដល់កញ្ចាស់របស់គាត់ហ្នឹងយកមកដុតភ្លើងមើលហើយគ្រាន់តែដុតភ្លើងភ្លាមហ្នឹងបងកម្មារបស់យើងដាក់បណ្ដាកណ្ដាលមុខខ្លាចឯងប្រាប់ឲ្យតែកុំឲ្យវាពលឺគាត់វាពលឺកន្លែងណាងាប់កន្លែងហ្នឹងមិនជឿឯងទេហើយមកនិយាយពីបងហាន់ស៊ូនេះវិញនៅក្នុងពេលហ្នឹងគឺបានជួបជាមួយនឹងសន្តិសុខជើងខ្លាំងម្នាក់អាបិកកម្មាដែលជាសន្តិសុខជើងខ្លាំងហ្នឹងគាត់ក៏បាននិយាយថាពួកយើងធ្លាប់ជួបគ្នាជាច្រើនដងហើយក៏ប៉ុន្តែវាយគ្នាម្ដងណាមិនទាន់ដឹងថាណាឈ្នះណាចាញ់ផងហ្នឹងគ្រប់យ៉ាងវាក៏បានបញ្ចប់ឥឡូវហ្នឹងយើងប្រកួតគ្នាឲ្យដឹងឈ្នះចាញ់តែម្ដងទៅហើយការវាយគ្នានៅក្នុងពេលនោះហ្នឹងគឺពិតជាវេទនាខ្លាំងមែនទែនរួចវាយចោលវាយឡើងហ្នឹងបងហាន់ស៊ូរបស់យើងហ្នឹងប៊ីត្រូវគេវាយងាប់ប៉ុន្តែដោយសារតែគាត់ជាទូឯកដែរហ្នឹងក៏ត្រូវបានវាយទៅលើអាបិកហ្នឹងវិញហើយទីបំផុតហ្នឹងបងហាន់ស៊ូក៏បានយកឈ្នះលើអាបិកហ្នឹងបានសម្រេចប៉ុន្តែមើលទៅសភាពរបស់បងហាន់ស៊ូរបស់យើងហ្នឹងក៏មិនសូវស្រួលប្រហែលដែរព្រោះឈាមច្មោះឈាមអីពេញហ្នឹងឯងហើយមកនិយាយអំពីលោកប្រធានជួរនេះវិញនៅពេលដែលដាច់ភ្លើងហ្នឹងគាត់ក៏បានប្រើដីកេះរបស់គាត់ហ្នឹងដុតអាខ្សែចំណងដែលគេចងដៃរបស់គាត់ចោលចំណែកលោកប្រធានឃឹមគាត់ក៏បានជួយសង្គ្រោះលោកប្រធានមុខយ៉ាប់ចេញមកដល់ខាងក្រៅហើយប៉ុន្តែនៅពេលដែលពួកគេបានចេញមកដល់ខាងក្រៅហ្នឹងគឺមិនបានឃើញលោកពូបោកអូនហ្នឹងនៅចាំពួកគេនៅខាងក្រៅនោះទេហើយមូលហេតុហ្នឹងគឺដោយសារតែសន្តិសុខម្នាក់ហ្នឹងបានដេញគាត់ចេញពីកន្លែងមួយហ្នឹងហើយនៅក្នុងពេលនោះហ្នឹងពួកកូរ៉េខាងជើងហ្នឹងគឺបាននាំគ្នាមកដល់កន្លែងមួយហ្នឹងពួកគេក៏បាននាំគ្នាមករំបងឃឹមជាមួយនឹងលោកប្រធានមុខយ៉ាប់តែម្ដងបងឃឹមរបស់យើងនៅក្នុងពេលនោះហ្នឹងគាត់ក៏បានចាប់សន្តិសុខម្នាក់ហ្នឹងយកមកធ្វើជាចំណាក់ខ្មាំងហើយលោកប្រធានមុខយ៉ាប់របស់យើងហ្នឹងគាត់ក៏បានទាញគ្រាប់បែកមួយគ្រាប់ហ្នឹងយកមកកាន់ហើយក៏បាននិយាយថាបើយ៉ាងណាហ៊ានចូលនឹងផ្ទុះអាយ៉ាផ្លាវអញប្រាប់ដឹងហើយមកនិយាយអំពីលោកប្រធានជួស្ញញនេះវិញនៅក្នុងពេលហ្នឹងគាត់កំពុងតែអង្គុយផឹកស្រាយ៉ាងសប្បាយចិត្តដោយសារតែគាត់បានស្រាយចំណងរបស់គាត់បានសម្រេចហើយអ្នកនរគ្នាហើយរំពេលហ្នឹងបងហាន់ស៊ូជាមួយនឹងបងកំម៉ាប់ហ្នឹងក៏បានចូលមកដល់កន្លែងមួយហ្នឹងដូចគ្នាហើយលោកប្រធានជួនៅក្នុងពេលហ្នឹងគាត់ក៏បានទាញទូរស័ព្ទដល់កញ្ចាស់របស់គាត់ហ្នឹងបង្ហាញទៅលើបងហាន់ស៊ូជាមួយនឹងបងកំម៉ាប់របស់យើងដែលគេបានចាប់កូនប្រុសរបស់បងហាន់ស៊ូជាមួយនឹងកូនស្រីរបស់បងកំម៉ាប់ហ្នឹងធ្វើជាចំណាប់ខ្មាំងហើយចំណែកខ្សែរឿងរបស់យើងគឺស្លេះត្រឹមតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាហើយបើចង់នឹងថាខ្សែរឿងបន្តទៀតនឹងទៅជាយ៉ាងណាហ្នឹងកុំភ្លេចតាមដានទស្សនាជាមួយនឹង admin ប៉ែតបន្តទៀតហើយចុងក្រោយមុនពេលដែលបញ្ចប់ខ្សែរឿងយើងទៅហ្នឹង admin ក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីជាមុនសិនហើយបងស្អាតទី1របស់យើងហ្នឹងគឺជាបងស្អាត sponsor ប្រចាំ channel របស់ admin ប៉ែតណាគឺជាបងស្អាតលាក់ពុំបូរីគាត់បានធ្វើការឧបត្ថម្ភដល់ admin ប៉ែតហ្នឹងចំនួន$2ហើយ sponsor សង្ហារបស់យើងម្នាក់ទៀតហ្នឹងគឺគាត់មានឈ្មោះថា Vandi Ridan គាត់បានធ្វើការឧបត្ថម្ភដល់ admin ប៉ែតហ្នឹងចំនួន70សេនហើយគាត់ក៏បានសរសេរថាស្រឡាញ់ការសម្ដែងរបស់បងបាទអរគុណច្រើនមែនទែនបងសម្លាញ់ហើយខ្ញុំបាទក៏សូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នារកទទួលទានមានបានការវាគមន៍តិចតិចដូចជាទៅអស់បងពងខ្ចីអញ្ចឹងជាពិសេសហ្នឹងក៏សូមជូនពរបងដែលបានធ្វើការឧបត្ថម្ភដល់ admin ប៉ែតហ្នឹងឲ្យរកលុយបានច្រើនឲ្យសុខភាពល្អហើយក៏សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ដែលលើសលួសដោយប្រការណាមួយមិនសមរម្យក៏សូមពុកម៉ែបងប្អូនមេត្តាអធិស្ឋានដល់ admin ផងជាចុងក្រោយ admin ក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ